ករណីរឹបអូសផ្ទះស្ត្រីម្នាក់នៅខណ្ឌជួរចង្វាស្ត្រីរងគ្រោះយល់ព្រមទទួលប្រាក់ជាង$30,000ដើម្បីបញ្ចប់រឿងបន្ទាប់ពីមានការបង្ហោះចែកចាយលើបណ្ដាញសង្គមពាក់ព័ន្ធនឹងករណីរឹបអូសផ្ទះស្ត្រីម្នាក់នៅខណ្ឌជួរចង្វារហូតដល់សាលាដំបងរាជធានីភ្នំពេញចេញសេចក្តីថ្លែងការណ៍ឲ្យផ្អាកការអនុវត្តដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកតវ៉ានៅរសៀលថ្ងៃទី30ខែតុលាឆ្នាំ2025នេះស្ត្រីរងគ្រោះឈ្មោះកៅសុកណាបានយល់ព្រមទទួលប្រាក់ចំនួនជាង$30,000ពីភាគីម្ចាស់ផ្ទះព្រមទាំងចុះចេញដើម្បីបញ្ចប់រឿងការយល់ព្រមទទួលប្រាក់សំណងនេះធ្វើឡើងក្រោមការសម្របសម្រួលពីប្រធានសាលាដំបងរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសូមជម្រាបថាកាលពីថ្ងៃទី29ខែតុលាឆ្នាំ2025បន្ទាប់ពីស្ត្រីឈ្មោះកៅសុកណាបានបង្ហោះចែកចាយលើបណ្ដាញសង្គមពាក់ព័ន្ធករណីអាជ្ញាធរចុះអនុវត្តដីកាសម្ដេចបង្គាប់ឲ្យប្រគល់អចលនវត្ថុឲ្យទៅភាគីម្ខាងទៀតនិងមានជំទាស់រារាំងនិងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះសាលាដំបងរាជធានីភ្នំពេញក៏បានចេញសេចក្តីថ្លែងការណ៍ជំរុញករណីនេះនិងបញ្ជាឲ្យផ្អាកការអនុវត្តនិងឲ្យពិនិត្យមើលឡើងវិញដើម្បីផ្ដល់យុត្តិធម៌ដល់អ្នកតវ៉ានិងភាគីពាក់ព័ន្ធឲ្យបានត្រឹមត្រូវតាមច្បាប់រហូតដល់ថ្ងៃទី30ខែតុលានេះក្រោមការសម្របសម្រួលពីប្រធានសាលាដំបងរាជធានីភ្នំពេញស្ត្រីឈ្មោះកៅសុកណាបានយល់ព្រមទទួលប្រាក់ពីភាគីម្ចាស់ផ្ទះចំនួនជាង$30,000ហើយក៏យល់ព្រមក្នុងការចុះចេញពីផ្ទះដើម្បីបញ្ចប់រឿងផងដែរ